ជំរាបសួរសួស្តីដល់ពុកម៉ែបងប្អូនអរគ្នាថ្ងៃនេះទៅរកត្រីជាមួយខ្ញុំទាំងអស់គ្នាបាទហើយការរកត្រីផងដែរគឺជាការដែលយើងរកដោយសន្ទូចបាទហើយសន្ទូចរបស់យើងបងប្អូននឹងចាំមើលទាំងអស់គ្នាថាសន្ទូចវាមិនបានត្រីបាទហើយបងប្អូនប្រហែលជាក្លឹបសន្ទូចត្រីបាទវាមិនពិបាកអីទេបាទតែពិបាកត្រង់ថាយើងទៅរកកន្លែងប្លង់សន្ទូចឲ្យបានអញ្ចឹងណាហើយកន្លែងនេះគឺជាស្រះគេដាក់សម្រាប់ដាក់ឲ្យកុំឲ្យគេបងអញ្ចឹងណាតែបើយើងមកសន្ទូចអីអាចបាន1 2វាមិនអីទេឥឡូវនេះខ្ញុំបានមកដល់ហើយដាក់ពីអ្នកពួកម៉ាក់ខ្ញុំបាទបិទសន្ទូចបាត់អីដាក់ហើយនេះនុយដីរបស់យើងបាទហើយសម្បូរត្រីកត្រប់ខ្លាំងមែនទែនបាទបងត្រីកត្រប់ធំល្អអ្នកទូចផងធំផងត្រីកញ្ចុះធំដែរបាទឥឡូវចាំមើលទស្សនៈអស់គ្នាថាស្ទូចបានបងប្អូនចាំមើលនេះអត់ឆ្វាច់ក៏អូប៉ុន្តែកន្លែងនេះវាជាប់នឹងម៉ងគេដាក់អញ្ចឹងទៅវត្តទៅវាជាប់អញ្ចឹងហ្នឹងហើយឥឡូវនេះគេមកដល់មុនគេមកដល់គេដាក់បាន3អ្នកត្រីរបស់គេបាទហើយចំពោះខ្ញុំក៏អត់ទាន់បានតែមួយដែរបាទតោះរឿងយូរបាទខ្ញុំស្ទូចបានបងប្អូនចាំមើលទស្សនៈទាំងអស់គ្នាតាខ្ញុំស្ទូចបានក្រោយគេប៉ុន្តែបានមកក្លឹមហ្មងនេះត្រីរបស់ខ្ញុំស្ទូចបានក្លឹមហ្មងធំអញ្ចឹងបោះអា3នឹងមិញឥឡូវត្រីកត្រប់របស់យើងធំល្អហើយឥឡូវខ្ញុំស្ទូចបានហើយបានមួយមានតែបាត់លេបហើយបាទការមុនអីស្ទូចអត់ទាន់បានបាទនេះកន្លែងខ្ញុំស្ទូចបានវេវាអញ្ចឹងមកបាទដាក់ប៉ុន្តែទោះថាថ្ងៃហ្នឹងវាមេឃភ្លៀងទៅវាទឹកវារឹងច្រើនអញ្ចឹងណាការមុនតែទឹកវាអត់ទាន់ភ្លៀងនោះវាទឹកវារឹងស្រកអញ្ចឹងត្រីដាក់វាដឹងតែវាស៊ីអញ្ចឹងណាទឹកវាអត់សូវហូរឥឡូវនេះទឹកវាហូរអញ្ចឹងដោយសារវាកន្លែងនេះកន្លែងមាត់លូអញ្ចឹងហើយក៏ស្ទូចត្រីវារឹងពិបាកនឹងទឹកហូរតិចអញ្ចឹងក៏វាយើងស្ទូចវាអត់ងាយស៊ីអញ្ចឹងណាបើថាទឹកអត់ទាន់ហូរវិញត្រីស៊ីអូវាទឹកវារឹងរីអញ្ចឹងឥឡូវនេះខ្ញុំដាក់វត្តបាទអត់រហូតបាទដាច់មាត់រហូតបាទឥឡូវនេះក៏ខឹងក្តៅចិត្តពេកមកបដូរប្លង់មកស្ទូចកន្លែងផ្សេងម្ដងបាទកន្លែងនៅជិតគ្នាតែលក្ខណៈថាកន្លែងហ្នឹងវាមានសម្រាមកន្លែងនេះវារឹងស្រឡះអញ្ចឹងណាហើយចំពោះត្រីវាស៊ីតែលក្ខណៈតែយើងវត្តវាអត់បានអញ្ចឹងណាហ្នឹងហើយត្រីក៏ទ្របតែអីកូនត្រីក៏នៅស៊ីតេសស៊ីអីអញ្ចឹងសំខាន់ឲ្យតែវាស៊ីបាទកុំតែយើងដាក់ទៅវាអត់ស៊ីយើងពិបាកស្ទូចអត់មានកម្លាំងចិត្តស្ទូចទេបាទឥឡូវនេះខ្ញុំដាក់ក៏វាយូរស្ទូចតែវាស៊ីធ្វើបាប់បងប្អូនបើបានបងប្អូនបានឃើញចិត្តបងប្អូនថាជាបានដឹងឥឡូវនេះវាស៊ីបាប់បាទស្ទូចរបស់ខ្ញុំបាទខ្ញុំពិតជាមួម៉ៅខ្លាំងមែនទេបាទបើសិនតែស៊ីលិចស៊ីអីស៊ីបានភ្លាមទៅយើងវាសុបាយចិត្តនៅក្នុងការវត្តបាទតែពេលស៊ីធ្វើបន្លំអញ្ចឹងយើងពិបាកក្នុងការស្ទូចហើយអត់ទាន់ហូបបាយហូបអីទៀតបាទស្ទូចនៅពេលថ្ងៃដែរហើយឃ្លានបាយឃ្លានអីផងមានអារម្មណ៍ថាចង់ទៅផ្ទះរកបាយហូបសិនចាំមកស្ទូចវិញបាទឥឡូវនេះស្ទូចអត់បានទេកន្លែងហ្នឹងវាអត់ស៊ីអញ្ចឹងហ្នឹងហើយឥឡូវនេះឲ្យមិត្តភក្តិខ្ញុំថតពីមិត្តភក្តិខ្ញុំម្ដងនេះត្រីស៊ីនឹងលិចទៅដល់បាត់ក្រោះមកបាត់ចោះទៅយោបាទចេះសំណាងចោះទៅយោត្រីជិបនៅនឹងទៀតត្រីគេចោះនេះហើយអូឆ្មាត់គេធ្វើទៅអត់បានឆ្មាត់ស្ទូចបាទហើយបន្ទាប់មកក៏ស្ទូចយើងក៏ដល់មកឃ្លានបាយដែរបាទនេះត្រីរបស់យើងស្ទូចបានហើយនេះវាចាប់ដល់ឃ្លានបាយវាពេកវាឈោចាំយើងឲ្យវាជូនវាទៅផ្ទះសាមវាមកជីឆ្មោជាមួយខ្ញុំអញ្ចឹងហើយចំពោះវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងបាទសូមអរគុណបងប្អូនដែលបានចូលមកទស្សនាអរគ្នាបាទសូមអរគុណសូមជម្រាបលា